សួស្តីបងប្អូនទាំងអស់គ្នាគឺលទ្ធផលចេញមកហើយគឺប៉ូទុយហ្គាល់បានយកឈ្នះក្រុមក្រូអាតលទ្ធផល2-1ក្នុងនោះក៏មានគ្រាប់បាល់ដោយកីឡាកររ៉ូណាល់ដូនាទីទី68ដែលបាល់2នាទីដូច្នេះវគ្គ16ក្រុមចុងក្រោយគឺប៉ូទុយហ្គាល់នឹងជួបជាមួយនឹងគូជុលអេស្ប៉ាញនៅវគ្គ16ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2026រងចាំទស្សនាទាំងអស់គ្នា